ការធ្វើកសិកម្មរួមគ្នាទទួលបានផលគាប់ប្រសើរសហគមន៍កសិកម្មខ្លាំងផ្ដល់ប្រយោជន៍ដល់យើងគ្រប់គ្នានៅប្រទេសកម្ពុជាការចងក្រងគ្នាជាសហគមន៍កសិកម្មនឹងអាចឲ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្មប្រភពនៃភាពជោគជ័យអាចកើតមានឡើងលុះត្រាតែសហគមន៍កសិកម្មបង្ហាញភាពខ្លាំងនៅក្នុងការគ្រប់គ្រងរបស់ខ្លួនរាប់ចាប់តាំងពីបង្កើនគុណភាពសេវាកម្មកសិកម្មទៅដល់ការបង្កើតការងារពីការប្រមូលផ្ដុំទីផ្សារទៅដល់ការអភិវឌ្ឍសហគមន៍ទាំងនេះជាអ្វីដែលសហគមន៍កសិកម្មអាចធ្វើបានដើម្បីកែប្រែកម្រិតជីវភាពសមាជិករបស់ខ្លួនដែលកំពុងរស់នៅតាមទីជនបទសហគមន៍កសិកម្មដែលមានដំណើរការល្អនាំមកនូវសេវាកម្មសំខាន់ៗដែលកាន់តែគៀកសម្រាប់កសិករចំណេញពេលកាត់បន្ថយចំណាយនិងធ្វើឲ្យផលិតកម្មមានភាពប្រសើរឡើងរាល់សេវាកម្មដែលកាលពីមុនកសិករមិនធ្លាប់បានជួបមកដល់បច្ចុប្បន្ននេះវាមាននៅស្ទើរគ្រប់ទីកន្លែងដោយសារតែសេវាកម្មទាំងនេះគឺជាតម្រូវការរបស់សហគមន៍ការចងក្រងសហគមន៍មានផលប្រយោជន៍ដោយសារយើងទិញធាតុចូលរួមគ្នាកាលណាយើងទិញធាតុចូលរួមគ្នាតម្លៃហ្នឹងវាទាបធ្វើឲ្យកសិករយើងងាយនឹងទិញផលិតផលបានច្រើនហើយបើសិនជាយើងទិញម្នាក់ឯងតម្លៃវាខ្ពស់បើសិនជាយើងអត់ចងក្រងជាសហគមន៍បើយើងចង់រៀនវគ្គបណ្ដុះបណ្ដាលតលតែជួលគេបាទហើយវាអត់ងាយដូចយើងចងក្រងជាសហគមន៍គ្រាន់តែសំណូមពរឲ្យគេមកជួយពង្រៀនពីវិធីសាស្ត្រអីមួយគេនឹងមកដល់សហគមន៍យើងគេពង្រៀនពីបច្ចេកទេសការដាំដុះការថែទាំនិងមានវគ្គបណ្ដុះបណ្ដាលជុំគ្នាច្រើនទៅទៀតសហគមន៍កសិកម្មក៏រួមចំណែកបង្កើនប្រាក់ចំណូលសហគមន៍ផងដែរនៅពេលដែលសហគមន៍កសិកម្មលក់កសិផលវាបានបង្កើតឱកាសការងារក្នុងចំណោមសមាជិករបស់សហគមន៍កសិកម្មនៅពេលដែលកសិករលក់កសិផលក្នុងលក្ខខណ្ឌសហគមន៍វាមានភាពងាយស្រួលជាងព្រោះថាសហគមន៍កសិកម្មងាយស្រួលជួបផ្ទាល់ជាមួយអ្នកបញ្ជាទិញដែលត្រូវការគុណភាពបរិមាណនិងភាពជឿទុកចិត្តបានពីមុនយើងចូលក្នុងសហគមន៍កសិកម្មយើងលក់បានតម្លៃទាបដល់ពេលអញ្ចឹងយើងត្រូវតែបង្ខំចិត្តលក់ដើម្បីបើមិនលក់វាទុកចោលដែរហើយក្រោយដែលពេលយើងចូលទៅជាសហគមន៍កសិកម្មទៅយើងអាចចុះកិច្ចសន្យាលក់ជាមួយនឹងក្រុមហ៊ុនហើយតម្លៃខ្ពស់ដែលធ្វើឲ្យកសិករយើងទទួលបានទិន្នផលល្អជាក់ស្ដែងក្រុមហ៊ុនកែច្នៃស្វាយមួយចំនួនដូចជាក្រុមហ៊ុន Kirirom Food Production ពឹងផ្អែកខ្លាំងលើកិច្ចសហប្រតិបត្តិការជាមួយសហគមន៍កសិកម្មដែលបំពេញតួនាទីបានល្អដើម្បីផ្ដល់ជូននូវអ្វីដែលមានចែងនៅក្នុងកិច្ចសន្យាកសិកម្មដើម្បីទទួលបាននូវផលិតផលស្វាយដែលមានគុណភាពពីសហគមន៍មូលហេតុចម្បងដែលក្រុមហ៊ុន Kirirom Food Production ត្រូវតែធ្វើការជាមួយនឹងសហគមន៍កសិកម្មហ្នឹងព្រោះដោយសារការធ្វើការជាមួយនឹងសហគមន៍កសិកម្មគឺទីមួយគឺស្ថិរភាពនៃការផ្គត់ផ្គង់ផ្លែស្វាយមកដល់រោងចក្រហ្នឹងបានទៀងទាត់ពេលវេលាប្រកបដោយគុណភាពហើយចំនួនទៀតសោតក៏គាត់អាចមានលទ្ធភាពក្នុងការផ្ដល់ឲ្យយើងបានគ្រប់គ្រាន់ហើយពិសេសមួយទៀតគឺគាត់អាចបំពេញទៅតាមតម្រូវការផ្សេងៗទៅតាមទីផ្សារនាំចេញដូចជាការអនុវត្តស្តង់ដារ GAP ឬក៏ស្តង់ដារ Organic ជាដើមដែលស្តង់ដារទាំងអស់ហ្នឹងគឺសមស្របជាចាំបាច់សម្រាប់ការនាំចេញហើយលើសពីហ្នឹងថែមទៀតនោះគឺបង្កើតភាពជាដៃគូហ្នឹងគឺមានភាពយូរអង្វែងរវាងកសិករសហគមន៍ជាមួយនឹងរោងចក្រផ្ទាល់ភាពជោគជ័យដែលកើតចេញពីការធ្វើការមួយសហគមន៍ហ្នឹងក៏បានផ្ដល់ទៅឲ្យភាគីដែលពាក់ព័ន្ធគឺមានភាពជោគជ័យដូចគ្នាអាចចាប់ពីខាងKirirom Food Productionអាចផ្ដល់ទៅឲ្យអ្នកទិញដែលនៅឯក្រៅប្រទេសឬក៏អ្នកទទួលទានហ្នឹងបានទទួលនៅផលិតផលដែលមានគុណភាពសុវត្ថិភាពហើយនឹងមានសម្រាប់សុខភាពហើយលើសពីនេះទៅទៀតគឺអាចផ្ដល់ទៅនឹងដល់ការងារបន្ថែមទៅដល់នឹងនៅក្នុងសហគមន៍ផងដែរចាប់តាំងពីចំការដល់ទីផ្សារពីការផ្ដល់សេវាកម្មដល់ការធ្វើការរួមគ្នាសហគមន៍កសិកម្មរឹងមាំផ្ដល់ផលប្រយោជន៍ដល់កសិករគ្រប់រូបដោយជួយកសិករចាក់ចេញពីភាពដាច់សង្វែងបង្កើនប្រាក់ចំណូលនិងផ្ដល់ឱកាសដល់សហគមន៍ជនបទរួមគ្នាដើម្បីជីវភាពកសិករកាន់តែប្រសើរជោគជ័យចាប់ផ្ដើមពីស្វាយមួយផ្លែ